បាទសួស្តីបងប្អូនអរគ្នាខ្ញុំបង្ហាញលទ្ធផលបោះឆ្នោតថៃតិចហើយចង់ធ្វើការប្រៀបធៀបក៏ដូចជាការបញ្ចេញមតិតិចដោយសារអីដោយសារតែយើងឃើញថាលទ្ធផលនេះគឺផ្ទុយពីការរំពឹងទុករបស់ប្រជាពលរដ្ឋកម្ពុជាយើងភាគច្រើនបាទមុននឹងខ្ញុំបង្ហាញថាយើងរំពឹងទុកយ៉ាងម៉េចហើយវាខុសពីការរំពឹងទុកយ៉ាងម៉េចហើយស្ថានភាពទៅមុខអាចនឹងយ៉ាងម៉េចនេះខ្ញុំចង់ប្រៀបធៀបលទ្ធផលនៃការបោះឆ្នោតចុងក្រោយនេះជាមួយនឹងលទ្ធផលបោះឆ្នោតឆ្នាំ2023បាទឆ្នាំនេះឥឡូវនេះគឺបោះឆ្នោតលទ្ធផលគឺមិនទាន់ផ្លូវការទេក៏ប៉ុន្តែយើងឃើញថាគណៈបករបស់អនុទានដែលជានាយករដ្ឋមន្ត្រីចាំផ្ទះសពថ្ងៃនេះគឺ190កៅអីជាងជិត200ហើយបាទហើយលេខ2គឺគណៈបកប្រជាជនដែលពីមុនមកដាក់នាំដល់ភីថាហើយ116កៅអីបាទ116កៅអីចូលលំដាប់ថ្នាក់ទី2ហើយដល់ពេលគណៈបកភឺថៃរបស់ផែថងឋានឬក៏របស់តកូលតាក់ស៊ីននេះគឺបានតែ76ទេបាទអញ្ចឹងបើយើងប្រៀបធៀបទៅលើមុនគឺថាគណៈបកទាំង3នេះនៅតែនាំមុខដដែលទេគ្រាន់តែដូរទីតាំងឈរបាទលើមុនគឺថាគណៈបករបស់ភីថាឈរលំដាប់លេខ1បាន151កៅអីហើយគណៈបកលេខ2គឺភឺថៃរបស់ផែថងឋាននេះគឺបានលេខ2គឺ141កៅអីខុសគ្នា10កៅអីប៉ុន្តែគណៈបករបស់អនុទានកាលឆ្នាំ2023នេះគឺបានតែ71កៅអីទេគឺស្ថិតនៅក្រោមគណៈបករបស់ផែថងឋានក៏ដូចជាគណៈបកប្រជាជនហ្នឹងវា70 80កៅអីបាទអស់ច្រើនណាស់បាទក៏ប៉ុន្តែឆ្នាំនេះគឺអនុទានវ៉ាដាច់ចង់100កៅអីបាទជិត100កៅអីវាមិនដល់100កៅអីទេប៉ុន្តែជិត100កៅអីបាទចំណែកដែលផែថងឋានគណៈបកភឺថៃរបស់តាក់ស៊ីនហ្នឹងបានតែ71ស្មើនឹងស្តៀងទៅនឹងអនុទានកាលឆ្នាំ2023ដែរបាទហើយមូលហេតុអីបានជាអនុទានឡើងកូដហ្នឹងគឺបងប្អូននឹងស្រាប់គឺថាថៃវានៅតែមានហៅថាចិត្តចង់បានដីខ្មែរដដែលទេហើយអនុទាននេះគឺថាមុនពេលបោះឆ្នោតគឺដែលឃោសនាទៅតាមព្រំដែនទៅប្រាសាទតាកបីទៅតំបន់ព្រៃច័ន្ទគេអង្គុយគេពាក់អាវក្រោះអីជាដើមអញ្ចឹងណាបាទយើងឃើញទាំងអស់គ្នាអញ្ចឹងវាបង្ហាញយ៉ាងម៉េចបាទកាលពីមុនដំបូងខ្ញុំធ្វើតេស្តដាក់កាហ្វេទាំងកាហ្វេបើសិនជាអ្នកណាគិតថាអនុទាននឹងជាប់ឆ្នោតខ្ញុំនឹងឲ្យកាហ្វេ5កែវហើយបើសិនជាអនុទានចាញ់ឲ្យខ្ញុំតែ1កែវតែអត់មានអ្នកមានទេអត់មានអ្នកហ៊ានភ្នាល់ទេបាទអញ្ចឹងមានន័យថាខ្ញុំក៏គិតខុសដែរហើយប្រជាពលរដ្ឋខ្មែរភាគច្រើនក៏គិតខុសដែរហើយគិតខុសហ្នឹងមិនមែនជាការដែលថាវិភាគខុសទេប៉ុន្តែយើងគិតទឹកចិត្តរបស់ថៃខុសបាទយើងយល់ថាយើងមានសង្គ្រាមជាមួយគ្នាយើងបិទព្រំដែនយើងមានការប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចយើងអាចថាស្ដារទំនាក់ទំនងល្អឡើងវិញបាទតាមរយៈការបោះឆ្នោតថ្មីរបស់ថៃនេះឬមួយក៏យើងតាមរយៈការដោះស្រាយចំនួនតាមយុទ្ធសាស្ត្របែបផ្លូវច្បាប់បាទតាមសន្តិវិធីប៉ុន្តែយើងឃើញថាពលរដ្ឋថៃភាគច្រើនវាងាកទៅគ្រប់គ្រងបករបស់អនុទានដែលជាបកដែលជំរុញឲ្យមានសង្គ្រាមជាមួយនឹងកម្ពុជាកាលពីពេលថ្មីនេះបាទជាពិសេសគឺខែធ្នូហ្នឹងបាទអញ្ចឹងយើងអាចយល់បានថាថៃមិនមែនជាមិត្តរបស់ខ្មែរទេបាទមែនទេយើងពាក្យឯកាហើយយើងក៏មិនចាត់ទុកថាថៃជាមិត្តរបស់យើងដែរក៏ប៉ុន្តែខ្ញុំនិយាយថាប្រទេសភូមិផងរបងជាប់គ្នាហ្នឹងទោះបីជាសត្រូវអីក៏នៅតែអាចរស់ស៊ីជាមួយគ្នាបាទដូចចិនដូចយើងជាមួយនឹងយួនអីយើងវាតែងតែមានទំនាស់ជាមួយគ្នាក៏ប៉ុន្តែយើងអាចនៅធ្វើហៅថា trade ពាណិជ្ជកម្មជាមួយគ្នាបាទជាមួយថៃជាមួយចិនជាមួយប្រទេសផ្សេងៗបាទយើងសត្រូវមែនប៉ុន្តែយើងរស់ស៊ីជាមួយគ្នាប៉ុន្តែមើលទៅគឺថាថៃនេះគឺវាអត់ចង់ចងមិត្តជាមួយយើងទេឬអត់ចង់ហៅថាជាដៃគូរស់ស៊ីជាមួយយើងទេបាទអញ្ចឹងតើយើងធ្វើយ៉ាងម៉េចបាទខ្ញុំយល់ថាសង្គ្រាមលើកទី3នេះគឺថាជៀសមិនផុតទេគេចមិនផុតទេគ្រាន់តែយូរនឹងឆាប់បាទប៉ុន្តែបើសិនជាអនុទានងាកមកដើរលើផ្លូវយុទ្ធធម៌ជាមួយខ្មែរវិញងាកមកផ្លូវសន្តិភាពឬក៏ហៅថាសន្តិវិធីជាមួយខ្មែរវិញគឺថាវានឹងបាត់បង់ប្រជាប្រិយភាពសម្រាប់គាត់អញ្ចឹងបើសិនជាអនុទានខ្លាចបាត់បង់ប្រជាប្រិយភាពមានន័យថាអនុទាននឹងជំរុញការប្រយុទ្ធឬក៏ការហៅថាវិធានការបែបយោធាជាមួយនឹងកម្ពុជាកាន់តែខ្លាំងពីព្រោះថាអនុទាននឹងពួកយោធានេះគឺថាស្និទ្ធជាមួយគ្នាដោយសារអីដោយសារតែអនុទាននេះបានឡើងមកជានាយករដ្ឋមន្ត្រីក៏ដោយសារតែយោធានឹងហើយដោយសារតែយោធាធ្វើសង្គ្រាមជាមួយកម្ពុជាហើយអនុទានគេគ្រប់គ្រងយ៉ាងទៅក៏ធ្លាក់ផែថងឋានធ្លាក់ទៅក៏អនុទានគេបានដូចថាដើរកលុកថាគេជាអ្នកស្នេហាជាតិអីជាដើមអញ្ចឹងណាហើយក៏ខាងយោធាអីគឺគេគ្រប់គ្រងយ៉ាងទៅអញ្ចឹងយើងយល់ថាស្ថានភាពថៃនឹង
ខ្មែរហ្នឹងគឺតែមិនថមថយទេបាទមិនថមថយទេអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយ៉ាងម៉េចបាទគឺយើងមិនអាចបង្អែបង្អង់ក្នុងការដាក់ពីបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិទេយើងមិនត្រូវបង្អែបង្អង់តែម្ដងបាទយើងមានឯកសារច្រើនយើងស្នើសុំពីបារាំងខ្ញុំគិតថាយើងអាចធ្វើបានអញ្ចឹងមានន័យថាយើងមិនអាចបង្អែបង្អង់ទេព្រោះថាស្ថានភាពតទៅមុខអាចនឹងតឹងតែងកាន់តែខ្លាំងអញ្ចឹងអ្វីដែលយើងគួរធ្វើក្នុងរយៈពេលខ្លីនេះគឺមានតែប្រឹងទប់ធ្វើយ៉ាងម៉េចកុំឲ្យមានសង្គ្រាមក៏ប៉ុន្តែយើងមិននៅស្ងៀមទេគឺយើងត្រូវតែដាក់ពីបណ្ដឹងបាទឬក៏ប្រកបប្រកាសរកអន្តរជាតិឲ្យជួយបាទទី1ហើយផ្លូវទី2នេះគឺមានអីទេមានតែសន្សំសំចៃថវិកាដើម្បីទិញគ្រឿងសម្ភារពុតការពារជាតិបាទឬថាយើងមានមាសច្រើនណាស់នៅ Swiss នៅអីដាក់តម្កល់បាទអញ្ចឹងយើងអាចថាវាយចេញខ្លះទៅទាន់ឡើងថ្លៃបាទដើម្បីយកមកទប់ទល់ក្នុងវិស័យការពារជាតិយើងមិនមែនទេថាយើងទៅលក់មកធ្វើសង្គ្រាមទេប៉ុន្តែយើងត្រូវការពារពីព្រោះថាយើងឃើញថា scenario ទៅមុខគឺមិនល្អទេបាទមិនល្អទេអញ្ចឹងជាបន្តអាសន្នហ្នឹងគឺថាយើងមានអ្វីខ្លះសិនហើយតទៅមុខទៀតនេះគឺមានអ្វីក្រៅពីធ្វើឲ្យព្រំដែនមានភាពច្បាស់លាស់ទី1ហើយជំហានទី2គឺពង្រឹងខ្លួនឯងបាទព្រំដែនទោះបីមានភាពច្បាស់លាស់ចាក់បង្គោលបេតុងប្រមាណ100ក៏មិនអាចរឹងមាំដែរបើសិនជាយើងគ្មានវិស័យការពារជាតិបាទដោយសារតែបងប្អូនអាចស្រមៃមើលថាឥឡូវនេះយើងច្បាស់លាស់ប៉ុន្តែទៅថ្ងៃមុខបើជើងទុនខ្សោយវាវាយចូលមកប្រាវវាដកបង្គោលអស់វាបង្កើតភូមិឋានដោយករណីនៅព្រៃច័ន្ទដោយករណីនៅថ្មដាគេនៅពេលដែលយើងឈប់បត់ឈប់បាញ់វាអត់ឈប់បាញ់ទេវាធ្វើនេះធ្វើនោះអញ្ចឹងក្នុងករណីនៅពេលដែលមានចំនួនជាមួយនឹងកម្ពុជានៅពេលដែលកម្ពុជាចុះខ្សោយឧទាហរណ៍អញ្ចឹងវានឹងរំកិលបង្គោលព្រំដែនចូលមកខាងក្នុងបាទអញ្ចឹងមិនថាទោះបីជាយើងច្បាស់លាស់ 100% នេះគឺថាមិនអាចគ្រប់គ្រងបង្គោលព្រំដែនដែលមានភាពច្បាស់លាស់ទេលើកលែងតែយើងនឹងខ្លាំងបាទអញ្ចឹងខ្លាំងទៅមិនវាមិនអាចតែខ្លាំងអានេះទេប៉ុន្តែយើងធ្វើយ៉ាងម៉េចឲ្យវាច្បាស់លាស់ថ្ងៃនេះហើយយើងបន្តពង្រឹងខ្លួនទិញសភាវុធឲ្យបានច្រើនមកការពារបើសិនជាយើងមិនការពារបង្គោលទេគឺយើងនឹងមិនអាចទប់ទល់នឹងសត្រូវបានទេអញ្ចឹងខ្ញុំចង់និយាយថាភាពខ្លាំងនេះមិនមែនតែខ្លាំងតែអីទេគឺថាយើងខ្លាំងគ្រប់គ្នាទាំងប្រជាពលរដ្ឋទាំងរដ្ឋទាំងអីហ្នឹងប៉ុន្តែគោលដៅគឺខ្លាំងដើម្បីការពារបង្គោលព្រំដែនច្បាស់លាស់ប្រយ័ត្នតែគេចូលមកយើងអត់មានអីអានឹងចប់ហើយអញ្ចឹងនៅពេលដែលមានសង្គ្រាមបើសិនជាយើងខ្សោយគេរុញច្រានយើងចេញមកគេជួបបង្គោលមកដាក់ទីតាំងថ្មីដូចករណីរាល់ថ្ងៃគេទោះបីជាវាមិនទាន់ផ្លូវការមែនប៉ុន្តែវាយកគូទូកុំព្យូទ័រមកដាក់កន្លែងនេះកន្លែងនោះវាអាចឆ្លៀតឱកាសរំកិលបង្គោលក៏យើងអត់ដឹងដែរអញ្ចឹងមិនថាមានតែយើងខ្លាំងទេហើយខ្ញុំមិនទៅជំទាស់ថាយើងមិនចង់ខ្លាំងទេប៉ុន្តែគាត់ថាវាត្រូវការពេលវេលាអញ្ចឹងអ្វីដែលចាំបាច់បំផុតនេះគឺអីគឺធ្វើឲ្យច្បាស់លាស់បង្គោលព្រំដែនដោះស្រាយអស់សិនហើយយើងត្រូវពង្រឹងខ្លួនជាមួយគ្នានឹងស្របពេលជាមួយគ្នាគឺយើងត្រូវពង្រឹងខ្លួន